ប្រវត្តិសាស្ត្រនៃពានរង្វាន់បាល់ទាត់ពិភពលោកនិងការវិវត្តខ្លួនឲ្យកាន់តែអស្ចារ្យមកដល់ឆ្នាំ2026នេះការប្រកួតបាល់ទាត់ពិភពលោកឬ FIFA World Cup គឺជាព្រឹត្តិការណ៍កីឡាដ៏មានឥទ្ធិពលនិងមានមនុស្សទស្សនាច្រើនជាងគេបំផុតនៅលើពិភពលោកវាមានប្រភពដើមនិងឆ្លងកាត់ការផ្លាស់ប្ដូរជាច្រើនរហូតមកដល់សម័យបច្ចុប្បន្នគំនិតនៃការបង្កើតការប្រកួតបាល់ទាត់ពិភពលោកនេះបានចាប់ផ្ដើមឡើងដោយសារការខិតខំប្រឹងប្រែងរបស់សហព័ន្ធបាល់ទាត់អន្តរជាតិជាពិសេសគឺលោក Jules Rimet ដែលជាប្រធាន FIFA នាសម័យនោះលោកចង់បង្កើតការប្រកួតប្រជែងដាច់ដោយឡែកមួយពីកីឡាអូឡ িম্প ិកដើម្បីបើកឱកាសឲ្យក្រុមបាល់ទាត់អាជីពនៅទូទាំងពិភពលោកបានជួបប្រកួតគ្នាជាលទ្ធផលព្រឹត្តិការណ៍ World Cup ជាលើកដំបូងត្រូវបានរៀបចំឡើងនៅក្នុងប្រទេសអ៊ុយរ៉ាហ្គាយនៅក្នុងឆ្នាំ1930កាលនោះមានប្រទេសចូលរួមត្រឹមតែ13ក្រុមប៉ុណ្ណោះដោយសារការធ្វើដំណើរឆ្លងទ្វីបមានការលំបាកខ្លាំងយ៉ាងណាមិញក្រុមម្ចាស់ផ្ទះអ៊ុយរ៉ាហ្គាយបានបង្កើតប្រវត្តិសាស្ត្រក្លាយជាម្ចាស់ជើងឯកដំបូងគេបន្ទាប់ពីយកឈ្នះក្រុមអាសង់ទីនក្នុងវគ្គផ្ដាច់ព្រ័ត្រចាប់តាំងពីពេលនោះមក World Cup ត្រូវបានរៀបចំឡើងនៅរៀងរាល់4ឆ្នាំម្ដងដោយផ្អាកតែ2លើកប៉ុណ្ណោះគឺក្នុងឆ្នាំ1942និងឆ្នាំ1946ដោយសារតែមានវិបត្តិសង្គ្រាមលោកលើកទី2ឆ្លងកាត់ការប្រកួតជិត1សតវត្សរ៍មានប្រទេសតិចតួចណាស់ដែលមានសមត្ថភាពអាចជន់ឈ្លីភាពខ្លាំងក្លាហើយលើកពានរង្វាន់មាសដ៏ធ្ងន់នេះបានក្នុងនោះរួមមានប្រទេសប្រេស៊ីលជាប្រទេសដែលជោគជ័យបំផុតក្នុងប្រវត្តិសាស្ត្រដែលធ្លាប់ឈ្នះពានរង្វាន់នេះរហូតដល់5ដងអាល្លឺម៉ង់និងអ៊ីតាលីធ្លាប់ឈ្នះបាន4ដងដូចគ្នារីឯអាសង់ទីនបានឈ្នះ3ដងបារាំងនិងអ៊ុយរ៉ាហ្គាយធ្លាប់ឈ្នះ2ដងរីឯអង់គ្លេសនិងអេស្ប៉ាញធ្លាប់ស្គាល់រសជាតិជើងឯកម្នាក់ម្ដងឈានចូលដល់ឆ្នាំ2026នេះពិភពលោកកំពុងតែរញ្ជួយសារជាថ្មីជាមួយនឹងព្រឹត្តិការណ៍ FIFA World Cup 2026ដែលជាការប្រកួតដ៏ពិសេសនិងប្លែកខុសពីមុនទាំងអស់ក្នុងប្រវត្តិសាស្ត្របាល់ទាត់ការសហការធ្វើជាម្ចាស់ផ្ទះរួមគ្នាចំនួន3ប្រទេសជាលើកដំបូងបង្អស់ដែលព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងរួមគ្នារវាងប្រទេសចំនួន3នៅក្នុងទ្វីបអាមេរិកគឺសហរដ្ឋអាមេរិកមេស៊ីកូនិងកាណាដាសរុបមានទីក្រុងចំនួន16ដែលកំពុងទទួលស្វាគមន៍ការប្រកួតដ៏អស្ចារ្យនេះនៅក្នុងឆ្នាំ2026នេះគឺជាយុគសម័យថ្មីដែល FIFA បានសម្រេចពង្រីកចំនួនក្រុមចូលរួមប្រកួតពី32ក្រុមកាលពីឆ្នាំ2022ឡើងដល់48ក្រុមការកែប្រែនេះបានបើកឱកាសឲ្យកាន់តែទូលំទូលាយដល់ប្រទេសមកពីអាស៊ីនិងទ្វីបអាហ្វ្រិកបានចូលរួមបង្ហាញសមត្ថភាពលើឆាកអន្តរជាតិជាមួយនឹងចំនួន48ក្រុមព្រឹត្តិការណ៍ឆ្នាំ2026នេះត្រូវបានបែងចែកជា12ពូលក្នុងមួយពូលមាន4ក្រុមហើយមានការបន្ថែមវគ្គជម្រុះថ្មីមួយទៀតគឺវគ្គ32ក្រុមចុងក្រោយមុននឹងឡើងដល់វគ្គ16ក្រុមដែលធ្វើឲ្យការប្រកួតសរុបរហូតដល់104ប្រកួតបង្កើតបានជាបរិយាកាសកីឡាដ៏ជក់ចិត្តនិងយូរជាងមុនសរុបមកការចាប់ផ្ដើមដ៏តូចតាចនៅក្នុងឆ្នាំ1930ដែលមានត្រឹមតែ13ក្រុមនៅពេលនេះក្នុងឆ្នាំ2026 World Cup បានវិវត្តខ្លួនទៅជាព្រឹត្តិការណ៍កីឡាលំដាប់សកលលោកដ៏ធំសម្បើមដែលកំពុងទាក់ទាញខ្សែភ្នែកមនុស្សរាប់ពាន់លាននាក់ឲ្យតាមដានមើលថាតើប្រទេសណានឹងត្រូវឡើងមកគ្រងមកុដស្ដេចបាល់ទាត់ពិភពលោកថ្មីនៅក្នុងឆ្នាំនេះ